ផ្នត់គំនិតរបស់យើងក៏មានឥទ្ធិពលទៅលើទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃខ្លាំងណាស់ដែរយើងអាចមើលឃើញភាពពិតរបស់អ្នកដទៃឬក៏ភាពច្បាស់លាស់របស់អ្នកដទៃទៅតាមទស្សនៈរបស់ខ្លួនឯងខ្លាំងប៉ុណ្ណាចំណែកអ្នកដទៃក៏មើលឃើញច្បាស់ពិតប្រាកដប៉ុណ្ណឹងដែរដោយផ្អែកលើទស្សនៈរបស់ពួកគេដែលពួកគេមានដែរដូចមានពាក្យមួយឃ្លាដែលគេនិយាយថាយើងតែងតែក្រោកឈរចំកន្លែងដែលយើងអង្គុយ we stand depend on where we sit ចឹងមនុស្សយើងម្នាក់គឺចូលចិត្តយល់ថាខ្លួនមើលឃើញអ្វីៗទៅតាមសភាពពិតរបស់វាហើយគិតថាការយល់ឃើញរបស់ខ្លួនឯងហ្នឹងត្រឹមត្រូវរហូតមិនដែលខុសសោះប៉ុន្តែការគិតហ្នឹងគឺខុសស្រឡះតែពិតពេលយើងសម្លឹងទៅក្រៅយើងមិនមែនមើលឃើញពិភពលោកទាំងមូលហ្នឹងធម្មតានោះទេប៉ុន្តែគឺយើងមើលឃើញខ្លួនឯងមានថាយើងអត់បានមើលទៅឃើញជាពិភពលោកទេប៉ុន្តែយើងឃើញខ្លួនឯងវិញដែលសារនៅពេលដែលយើងមើលទៅយើងប្រើទស្សនៈរបស់ខ្លួនឯងទៅកាន់ពិភពលោកមួយហ្នឹងហើយនៅពេលដែលបើកមាត់ដើម្បីនិយាយអ្វីមួយដែលយើងឃើញតែពិតយើងកំពុងតែរៀបរាប់អំពីខ្លួនឯងយើងកំពុងតែបរិយាយពីទស្សនៈនិងការយល់ឃើញរបស់យើងអំពីអ្វីដែលយើងមើលឃើញនោះហើយបើមាននរណាម្នាក់គាត់មានទស្សនៈខុសពីយើងឬក៏គាត់យល់ខុសពីយើងក៏ស្រាប់តែមានចិត្តមួយដែលមានទំនាស់ឬក៏មានចិត្តមួយដែលថ្នាក់នឹងម្នាក់ដែលជំទាស់ជាមួយនឹងយើងនឹងដែរហើយក៏អាចបង្កើតជាបញ្ហារវាងគ្នានឹងគ្នាផងដែរប៉ុន្តែដូចបានបង្ហាញយ៉ាងច្បាស់នៅខាងលើឬក៏នៅក្នុងបទពិសោធន៍ដែលមនុស្សម្នាក់សុទ្ធតែចេះគិតពិចារណាដូច្នេះពួកគេច្បាស់ជាមានការយល់ឃើញខុសពីយើងពីព្រោះពួកគាត់មើលទៅពិភពលោកនេះដោយឆ្លោះតាមកញ្ចក់ដែលវាកើតចេញពីបទពិសោធន៍នៃជីវិតរស់នៅរបស់គាត់តខ្លួនរៀងខ្លួនដូចគ្នានៅពេលណាយើងស្គាល់ផ្នត់គំនិតឬក៏ការយល់ឃើញឬក៏ផែនទីចិត្តរបស់ខ្លួនឯងបានកាន់តែច្បាស់នៅពេលណាយើងបានយល់កាន់តែច្បាស់ថាតើបទពិសោធន៍ជីវិតដែលយើងធ្លាប់ឆ្លងកាត់វាមានឥទ្ធិពលទៅលើជីវិតបច្ចុប្បន្នរបស់ខ្លួនខ្លាំងប៉ុណ្ណាព្រោះយើងនឹងមានសមត្ថភាពអាចគ្រប់គ្រងអាចត្រួតពិនិត្យហើយនឹងអាចផ្លាស់ប្ដូរគំនិតយោបល់ទាំងអស់នោះបានហើយប៉ុន្តែយើងក៏អាចបើកចិត្តឲ្យទូលាយដើម្បីឲ្យយើងចេះស្ដាប់ហេតុផលហើយនឹងទស្សនៈរបស់អ្នកដទៃដើម្បីយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយមានន័យថាយើងមិនមែនទទួលបានតែមួយផ្នែកហើយយកមក analyze តែម្ដងនោះទេប៉ុន្តែយើងបានព័ត៌មានពីគ្រប់ទិសទីពីគ្រប់ផ្នែកទាំងអស់ហើយយើងនឹង analyze ជាចុងក្រោយហើយការសម្រេចចិត្តរបស់យើងក៏វាត្រឹមត្រូវទៅតាមនោះដែរ